ជំរាបសួរប៉ាម៉ាក់ទាំងអស់គ្នានាងខ្ញុំវិជ្ជបណ្ឌិតពៅច័ន្ទរដ្ឋាគឺជាគ្រូពេទ្យឯកទេសផ្នែករោគកុមារនិងទារកនិងជាស្ថាបនិកគេហទំព័រសុខភាពកុមារនិងទារកម៉ាក់ពេទ្យថ្ងៃនេះនាងខ្ញុំមានប្រធានបទដ៏ល្អមួយដើម្បីចែករំលែកជាមួយនឹងប៉ាម៉ាក់ទាំងអស់គ្នាទាក់ទងទៅនឹងបញ្ហាការរលាកដោយកន្ទប់ទឹកនោមការរលាកដោយកន្ទប់ទឹកនោមដែលជាភាសាបច្ចេកទេសហៅថា nappy rash ឬក៏ diaper dermatitis គឺជាបញ្ហាទូទៅមួយដែលកើតមានជាញឹកញាប់លើកូនតូចៗដែលបណ្ដាលឲ្យមានការរលកន្ទួលក្រហមដំពកឬក៏ការរលាកស្បែកដែលបញ្ហាទាំងអស់នេះអាចបណ្ដាលឲ្យកូនមានអារម្មណ៍មិនស្រួលខ្លួនឈឺចាប់និងមិនមានផាសុកភាពហើយវាក៏ជាក្តីកង្វល់មួយរបស់ប៉ាម៉ាក់ទាំងអស់គ្នាផងដែរទារកដែលទើបនឹងកើតនិងកុមារដែលមានអាយុក្រោម1ឆ្នាំច្រើនមានហានិភ័យប្រឈមខ្ពស់ទៅនឹងការរលាកដោយកន្ទប់ទឹកនោមច្រើនជាងគេដោយសារតែស្បែករបស់ពួកគេនៅស្ដើងហើយមានតម្រូវការនៅក្នុងការផ្លាស់ប្ដូរកន្ទប់ជាញឹកញាប់កត្តាដែលបង្កឲ្យមានការរលាកដោយកន្ទប់ទឹកនោមអាចបណ្ដាលមកពីខោកន្ទប់ទឹកនោមដែលសើមឬក៏ប្រឡាក់នៅក្នុងរយៈពេលយូរដែលមិនបានផ្លាស់ប្ដូរនៅក្នុងពេលវេលាសមស្របខោកន្ទប់ចង្អៀតដែលបណ្ដាលឲ្យមានការកកិតជាមួយនឹងស្បែកការផ្លាស់ប្ដូររបបអាហារជាពិសេសនៅពេលដែលកុមារចាប់ផ្ដើមទទួលយកនៅរបបអាហារូបត្ថម្ភបន្ថែមដែលធ្វើឲ្យមានការប្រែប្រួលនៅសមាសភាពរបស់លាមកឬក៏ការជួសញឹកញាប់ដែលអាចបង្កើនហានិភ័យទៅនឹងការរលាកដោយកន្ទប់ទឹកនោមនៅពេលដែលពួកគេបន្តបង់ករណីខ្លះទៀតគឺអាចបណ្ដាលមកពីការឆ្លងមេរោគដូចជាផ្សិតឬក៏បាក់តេរីដែលធ្វើឲ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរឬក៏ការបង្កើតការរលាកដោយឯកឯងដែលធ្វើឲ្យកុមារអាចលេចចេញនូវសញ្ញាមួយចំនួនដូចជាយំរករឿងខុសធម្មតានៅពេលដែលដូរកន្ទប់ទឹកនោមរមាស់ឈឺចាប់នៅបរិវេណស្លៀកកន្ទប់ទឹកនោមដើម្បីកាត់បន្ថយនៅបញ្ហាទាំងអស់នេះនាងខ្ញុំសូមជូននៅគន្លឹះសំខាន់3ដើម្បីជួយថែរក្សានិងការពារស្បែកកូនរបស់ប៉ាម៉ាក់ពីការរលាកដោយកន្ទប់ទឹកនោមទី1សូមប៉ាម៉ាក់ផ្លាស់ប្ដូរកន្ទប់ដែលសើមឬក៏ខ្វក់ឲ្យបានឆាប់ដើម្បីកាត់បន្ថយការកកិតនិងការផ្អាប់ជាមួយនឹងទឹកនោមនិងលាមកនៅក្នុងរយៈពេលយូរដែលវាបណ្ដាលឲ្យមានការរលាកនិងខូចស្បែកដូច្នេះប៉ាម៉ាក់ទាំងអស់គ្នាសូមឧស្សាហ៍ឆែកមើលកន្ទប់ទឹកនោមកូននិងផ្លាស់ប្ដូរនៅពេលចាំបាច់ទី2ជួយសម្អាតបរិវេណកន្លែងស្លៀកកន្ទប់ទឹកនោមឲ្យបានស្អាតជាពិសេសគឺកន្លែងដែលងាយរងនឹងការរលាកដូចជាកន្លាក់កកន្លាក់ដៃកន្លាក់ជើងនិងផ្លូវជាដើមដោយលាងសម្អាតជាមួយនឹងទឹកត្រជាក់ឬក៏ទឹកក្តៅអ៊ុនៗហើយជូតសម្អាតថ្នមៗជាមួយនឹងកន្សែងស្អាតនិងទន់ឲ្យបានស្ងួតតាមដែលអាចធ្វើបានមុនពេលដែលផ្លាស់ប្ដូរកន្ទប់ថ្មីឲ្យកូនហើយជៀសវាងការប្រើប្រាស់កន្ទប់ដែលតឹងចង្អៀតលាបក្រែមនៅរៀងរាល់ពេលប្ដូរកន្ទប់ទឹកនោមកូនដូចជាអុយថ្មិនដែលមានសារធាតុដូចជា Pro Vitamin B5 ឬក៏ Dexpenthenol ដែលវាអាចជួយផ្ដល់នូវការការពារស្បែកផ្ដល់សំណើមដល់ស្បែកកាត់បន្ថយការកកិតជាមួយនឹងកន្ទប់ទឹកនោមបានយូរដែលមិនត្រឹមតែកាត់បន្ថយទៅនឹងការរលាកដោយកន្ទប់ទឹកនោមតែប៉ុណ្ណោះទេក៏ប៉ុន្តែវាថែមទាំងជួយបង្កើតឡើងវិញនូវកោសិកាស្បែកផងដែរដូចនេះនៅពេលដែលកូនតូចៗរបស់ប៉ាម៉ាក់ទទួលបាននូវការថែទាំបានល្អនឹងជួយឲ្យពួកគេមានផាសុកភាពនិងមិនមានការឈឺចាប់ហើយទាំងអស់នេះគឺជាអ្វីដែលប៉ាម៉ាក់គ្រប់គ្នាប្រាថ្នាចង់បាន